លទ្ធផល non-farm payroll ធ្វើឲ្យធនាគារកណ្ដាលបន្ធូរបន្ថយបាទក្នុងការសម្រេចចិត្តដំឡើងអត្រាកាត់ប្រាក់ដែលកាលពីខែមុននៅថ្ងៃទី18ខែមិថុនាឆ្នាំ2021មានពន្លឺថានឹងមានដំឡើងអត្រាកាត់ប្រាក់2ដងក្នុងឆ្នាំនេះតែនៅពេលដែល non-farm payroll តំណែងចេញមកធ្វើឲ្យធនាគារកណ្ដាលស្ទាក់ស្ទើរបាទបន្ធូរបន្ថយក្នុងការសម្រេចចិត្តដំឡើងអត្រាកាត់ប្រាក់ដែលនេះវាជាចំណុចវិជ្ជមានមួយដល់តម្លៃមាសហើយជាពិសេសនោះគឺលទ្ធផល non-farm payroll គឺទាបជាងការរំពឹងទុកនៅពេលដែលទាបជាងការរំពឹងទុកគឺតម្លៃមាសនឹងរុញឡើងទាបជាងការរំពឹងទុកធ្វើឲ្យប្រាក់ដុល្លារអត់ល្អហើយធ្វើឲ្យមាសឡើងថ្លៃតម្លាក់តូនជាមួយនឹងតម្លៃមាសវិញបងប្អូនឃើញចាប់ផ្ដើមឡើងជាលំដាប់ហើយខ្ញុំបានជម្រាបជូនទៅបងប្អូនទាំងគ្នាក៏ដូចជាបងប្អូនទាំងអស់នៅក្នុង channel VIP ផងដែរថាមាសនឹងបន្តឡើងនៅសប្តាហ៍ថ្មីនេះទៅដល់តម្លៃ4200 4250ហក់ដល់អាចដល់តម្លៃ$4400ល្អមកវិញចាស្ដីបងនេះបើកផ្សារមកឡើងដល់4200បងប្អូនទាំងគ្នាហើយយើងរងចាំមើលបន្ថែមទៀតតម្លៃល្អសម្រាប់បងប្អូនដែលក្នុងការទិញគឺក្នុងថ្ងៃនេះគឺតម្លៃ4150ទៅ4100បើសិនជាចូលដល់តម្លៃហ្នឹងតែបើសិនជាចុះមកដល់តម្លៃហ្នឹងទេនៅពេលដែលវាឡើងទៅដល់4220ទៅ4230ខ្ញុំនឹងធ្វើការតម្លាក់ sale ខ្លីៗបងប្អូនធ្វើឱកាសនឹងផលចំណេញនេះគឺជាការស្វែងរកផលចំណេញនៅក្នុងឱកាសជួញដូរថាបងប្អូនធនាគារតម្លៃបងប្អូនដែលចង់រៀនសូត្រតទៅជាមួយនឹងការរៀនដូរជួញដូរនេះបងប្អូនអាចតទៅពីបងប្អូនមកជួបខ្ញុំផ្ទាល់ក៏បាននៅក្រុមហ៊ុនផ្ទាល់ក៏បានដែរគឺយើងមានក្រុមហ៊ុនទៅហើយបងប្អូនអាចមកជួបផ្ទាល់ធ្វើការបញ្យល់និងរៀនសូត្រហើយរៀនផ្ទាល់វាងាយស្រួលនិងលឿនជាងរៀនតាមអនឡាញក៏ដែរដូច្នេះមានអ្វីដែលបងប្អូនឆ្ងល់អាចតទៅ admin បាន095 722 322សូមអរគុណ